តែអ្នកធ្លាប់ឃើញផ្ទះដែលត្រូវបានសាងសង់ឡើងដោយប្រើតែស្បង់សាច់ឬស្បង់ដីឥដ្ឋជាន់លើគ្នាដែរឬទេរូបភាពដែលយើងឃើញនៅក្នុងប្រទេសប៉ាគីស្ថាននេះបង្ហាញពីវិធីសាស្ត្រសាងសង់លុបប្លែកនិងមានប្រសិទ្ធភាពមួយដែលកំពុងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយកម្មករសំណង់កំពុងសាងសង់ផ្ទះដែលមានរូបរាងដូចជាអដ្ឋគោលឬលំហអាកាសជំនួសឲ្យការប្រើប្រាស់ឥដ្ឋនិងស៊ីម៉ងតធម្មតាគេបានប្រើប្រាស់ស្បៅដែលច្រកដោយដីឥដ្ឋឬដីខ្សាច់ផ្ទះប្រភេទនេះត្រូវបានគេហៅថា Sandbag Dome ឬ Earthbag House នេះជាប្រភេទសំណង់ដែលត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់លំនៅឋានបណ្ដោះអាសន្នឬផ្ទះសម្រាប់សង្គ្រោះគ្រោះមហន្តរាយគេតែងតែឃើញការសាងសង់បែបនេះនៅតាមប្រទេសដែលជួបគ្រោះធម្មជាតិញឹកញាប់ឬមានបញ្ហាចម្រូងដូចជាប៉ាគីស្ថានអ៊ីរ៉ង់និងអាហ្វហ្គានីស្ថានការសាងសង់ផ្ទះដោយប្រើស្បង់ខ្សាច់នេះមានគុណសម្បត្តិលេចធ្លោបំផុតពីរទី1តម្លៃទាបនិងរហ័សវាចំណាយអស់តិចហើយអាចសាងសង់បានលឿនបំផុតទី2ភាពរឹងមាំស្បង់ទាំងនោះត្រូវបានច្រកដោយដីឥដ្ឋដែលមានគុណភាពហើយត្រូវបានបង្រួមដោយដៃគេតម្រៀបស្បង់ជាជួរៗដែលដាក់ជាន់គ្នាបែបឆ្លាស់គ្នា Steiger rows ដែលធ្វើឲ្យស្បង់នីមួយៗជាប់គ្នាបានយ៉ាងរឹងមាំវិធីសាស្ត្រនេះបង្កើតបានជារចនាសម្ព័ន្ធដែលរឹងមាំនិងមានស្ថិរភាពហើយស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់នៅតំបន់ដែលស្ងួតនិងមានភ្លៀងធ្លាក់តិចតួចក្នុងនាមជាជម្រកបណ្ដោះអាសន្ន